ពីព្រៃនាយមានតាយាយចាស់ពីរនាក់រស់នៅក្នុងភាពក្រីក្រស្ថិតនៅជ្រៅក្នុងតំបន់ភ្នំដែលមានប្រធ្លាក់កកកុញនៅថ្ងៃដាច់ឆ្នាំពួកគាត់គ្មានអាហារហូបចុកសូម្បីតែបន្តិចតាយាយក៏បានត្បាញមួកចំនួន5ដើម្បីយកទៅលក់នៅឯទីក្រុងក្រាញ់លោបានលុយខ្លះដើម្បីទិញនំម៉ូជីសម្រាប់ថ្ងៃចូលឆ្នាំថ្មីតាបានដើរទៅកាន់ទីក្រុងដើម្បីលក់មួកទាំងនោះប៉ុន្តែទោះបីជាព្យាយាមដើរលក់ពេញមួយថ្ងៃក៏ដោយក៏គ្មាននរណាម្នាក់ទិញមួករបស់គាត់ឡើយដោយអស់សង្ឃឹមគាត់ក៏បានសម្រេចចិត្តដើរត្រឡប់មកផ្ទះវិញស្របពេលនោះក៏មានព្យុះព្រិលបោកបក់មកយ៉ាងខ្លាំងនៅពេលដើរមកដល់ជាយភូមិគាត់បានឃើញរូបសំណាកព្រះអង្គតូចចំនួន6ឈរតម្រៀបគ្នានៅកណ្ដាលព្រិលដោយសារតែរូបសំណាកទាំងនោះត្រូវបានព្រិលបោកបក់ខ្លាំងតាចាស់មានចិត្តអាណិតអាសូរយ៉ាងខ្លាំងទើបគាត់សម្រេចចិត្តជូតព្រិលចេញពីព្រះអង្គទាំង6នោះរួចយកមួកទាំង5ដែលគាត់លក់មិនដាច់ទៅពាក់លើព្រះអង្គទាំង5នោះចំណែកឯព្រះអង្គទី6ដែលនៅសល់មួយទៀតតែក៏បានដោះមួករបស់គាត់ចេញពីក្បាលទៅពាក់ឲ្យព្រះអង្គនោះជំនួសវិញនៅពេលត្រឡប់ទៅដល់ផ្ទះយាយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញជីតាត្រឡប់មកវិញដោយគ្មានមួកនិងគ្មានលុយថែមទាំងខ្លួនប្រាណសុទ្ធតែព្រិលទៀតប៉ុន្តែនៅពេលដែលបានស្ដាប់រឿងរ៉ាវដែលគាត់បានទៅជួយព្រះអង្គទាំង6នោះមកយាយក៏មិនត្រឹមតែមិនខឹងនោះទេថែមទាំងនិយាយដោយក្តីរីករាយថាអូនោះគឺជាការធ្វើបុណ្យដ៏ល្អប្រសើរណាស់នៅយប់នោះស្រាប់តែមានសម្លេងអ្វីម្យ៉ាងនៅខាងក្រៅផ្ទះរបស់តាពេលពួកគាត់បើកទ្វារមើលក៏ស្រាប់តែឃើញមានអង្ករបន្លែផ្លែឈើនិងត្រីជាច្រើនសន្ធឹកសន្ធាប់នៅមុខផ្ទះរបស់គាត់ពួកគាត់ក៏បានឃើញខ្នងនៃព្រះអង្គទាំង6នោះដើរត្រឡប់ទៅវិញយ៉ាងស្ងៀមស្ងាត់តាយាយក៏បានគោរពអោនក្បាលសំពះអរគុណចំពោះសេចក្តីសប្បុរសនិងពរជ័យដ៏អស្ចារ្យដែលពួកគាត់ទទួលបានចាប់តាំងពីពេលនោះមកពួកគាត់ក៏លែងជួបការលំបាកទៀត